មេត្រា21លក្ខខណ្ឌនៃអត្តាធនភាព1ក្នុងករណីដែលអាណិតិជនដែលបានដល់អាយុ16ឆ្នាំទ្រទ្រង់ជីវភាពខ្លួនឯងដោយឯករាជ្យតុលាការអាចប្រកាសនៅអត្តាធនភាពរបស់អ្នកនោះបានតាមពាក្យសុំរបស់អាណិតិជននោះប្រសិនបើតុលាការយល់ឃើញថាអត្តាធនភាពស្របនឹងផលប្រយោជន៍របស់អាណិតិជននោះក្នុងករណីនេះតុលាការត្រូវសួរយោបល់ពីអ្នកមានសិទ្ធិអំណាចមេបា2អាណិតិជនដែលបានរៀបអាពាហ៍ពិពាហ៍ហើយត្រូវទទួលអត្តាធនភាពដោយមិនចាំបាច់មានការប្រកាសពីតុលាការទេ3ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី2ខាងលើទោះបីភាគីលែងលះគ្នាក៏ដោយក៏អនុភាពនៃអត្តាធនភាពមិនត្រូវរលត់ឡើយមាត្រា22អនុភាពនៃអត្តាធនភាពអាណិតិជនដែលទទួលអត្តាធនភាពត្រូវចាត់ទុកថាបានដល់នីតិភាពមាត្រា23កិច្ចសន្យាការងាររបស់អាណិតិជន1ទោះបីជាមានបញ្ញត្តិនៃមាត្រា1053ការគ្រប់គ្រងទ្រព្យសម្បត្តិនិងការតំណាងនិងមាត្រា1080ការគ្រប់គ្រងទ្រព្យសម្បត្តិនិងការតំណាងនៃក្រមនេះក៏ដោយក៏អ្នកមានសិទ្ធិអំណាចមេបាឬអ្នកអាណាព្យាបាលសម្រាប់អាណិតិជនមិនអាចធ្វើកិច្ចសន្យាការងារជំនួសអាណិតិជនបានដែរ2កិច្ចសន្យាដែលផ្ទុយនឹងបញ្ញត្តិនៃកថាខណ្ឌទី1ខាងលើនេះមិនមានអានុភាពចំពោះសមិទ្ធអាណិតិជនឡើយប៉ុន្តែបញ្ញត្តិនេះមិនត្រូវអនុវត្តឡើយចំពោះករណីដែលសមិទ្ធអាណិតិជនផ្ដល់សច្ចានុមតិលើកិច្ចសន្យានោះ3ក្នុងករណីដែលយល់ឃើញថាកិច្ចសន្យាការងាររបស់អាណិតិជនអាចធ្វើឲ្យខូចផលប្រយោជន៍ដល់អាណិតិជននោះអ្នកមានសិទ្ធិអំណាចមេបាឬអ្នកអាណាព្យាបាលសម្រាប់អាណិតិជនឬស្ថាប័នរដ្ឋបាលអាចរំលាយកិច្ចសន្យានោះឆ្ពោះទៅអនាគតបាន